បាទជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺខ្ញុំបញ្ជាក់រំលែកពីរបៀបចូលទៅស្នើសុំរកលុយបងប្អូនដែលថា Facebook មានការអាប់ដេតថ្មីអញ្ចឹងគឺបានគ្រប់គ្នាបងប្អូនក៏ប៉ុន្តែអ្វីសំខាន់នោះគឺវាជាប់សណាបងប្អូនបាទអញ្ចឹងចូលទៅមើលទាំងអស់គ្នាបាទជំរាបដំបូងបងប្អូនចុចចូលមកក្នុងកម្មវិធី Facebook របស់បងប្អូនមួយមកបាទមិនថា page មិនថា Facebook ទេបាទគឺបងប្អូនអាចស្នើបានណាបងប្អូនចុចប៉ក់មួយមកបាទពេលដែលបងប្អូនចុចរួចហើយបងប្អូនចូលក្នុង Facebook របស់បងប្អូនក៏បានបងប្អូនចូលក្នុង page ក៏បានដែរណាអាស្រ័យទៅលើបងប្អូនចង់ស្នើទេបាទសម្រាប់ខ្ញុំគឺខ្ញុំស្នើ Facebook របស់ខ្ញុំបាទអញ្ចឹងបងប្អូនចុចកន្លែងមកបងប្អូនចុចរូបថតរបស់យើងមួយក៏បានដែរបាទនេះចុចកន្លែងនេះបងប្អូនណាបាទរូបថតរបស់យើងបាទចុចប៉ក់មួយមកបាទពេលដែលបងប្អូនចូលកន្លែងមុខនេះហើយបាទបងប្អូនចូលកន្លែងឈ្មោះយើងមួយបាទនេះឈ្មោះយើងមួយមកបាទពេលដែលបងប្អូនចូលមកដល់ឈ្មោះយើងរួចហើយបាទបងប្អូននឹងឃើញតម្រងបែបនេះបងប្អូនណាបាទផ្ទាំងព័ត៌មានអាជីពបងប្អូនបាទអក្សរពណ៌ខៀវនេះបងប្អូននេះកន្លែងនេះណាបងប្អូនបងប្អូនចុចប៉ក់មួយទៅបាទអញ្ចឹងពេលដែលបងប្អូនចូលមកដល់កន្លែងមុខនេះហើយបាទបងប្អូនធ្វើការអូសវាឡើងលើបាទយឺតមួយទៅបងប្អូនណាហ្នឹងហើយបាទរួចហើយបងប្អូនចូលកន្លែងនេះមួយបាទមើលទាំងអស់បងប្អូនណាបាទនេះមើលទាំងអស់នៅខាងស្ដាំដៃបងប្អូនចុចប៉ក់មួយទៅបាទអញ្ចឹងពេលដែលបងប្អូនចូលមកដល់កន្លែងមុខនេះបងប្អូនខ្លះគឺអត់ទាន់ឃើញទេបាទយើងធ្វើការអូសឡើងលើទៅណាបងប្អូនបាទអូសឡើងលើទៅនេះបងប្អូននេះតាមធម្មតាគឺវាមានតែ3ឬមួយ2ចឹងទៅបងប្អូនបាទអានេះបន្ថែមមកខាងក្រោមមួយទៀតបងប្អូនបាទបងប្អូនមើលអក្សរខ្មែរនេះបាទមិនទាន់មានសិទ្ធគឺមានន័យថាវានៅជាប់សដល់ឡើយទេបងប្អូននៅជាប់សដល់ឡើយទេតែបើសិនជាយើងបានគឺវាបដូរពីកន្លែងជាប់សមកកន្លែងនេះបងប្អូននេះកន្លែងសញ្ញាខាងក្រោមនេះបាទសញ្ញាខាងក្រោមនេះខាងស្ដាំដៃនេះគឺវាមានពាក្យខ្មែរយើងមិនថាអង់គ្លេសទេគឺមានពាក្យset up ឬមួយភ្ជាប់អីផ្សេងៗជាមួយព្យាយាមបញ្ចូលចឹងទៅបងប្អូនណាហ្នឹងហើយគឺវាមានអក្សរខុសគ្នាចឹងទៅបងប្អូនអញ្ចឹងរកការស្នើបងប្អូនអាចចុចបានបាទចុចកន្លែងនេះបងប្អូនបាទចុចប៉ក់មើលទៅនេះបាទពេលដែលបងប្អូនចុចប៉ក់មួយទៅគឺបងប្អូននឹងឃើញសញ្ញាបែបនេះបាទតម្រងបែបនេះតែបើសិនជាពាក្យរៀបចំមិនមែនទេពេលដែលបងប្អូនចុចប៉ក់ទៅគឺវានឹងរត់ចូលដោយអូតូដែលថាយើងធ្លាប់ set up ជាមួយផ្កាយជាមួយផ្សេងៗចឹងទៅគឺវារត់ចូលហើយបងប្អូនណាក៏ប៉ុន្តែបើសិនជាយើងមិនទាន់គ្រប់គោលការណ៍ទេពេលដែលថាយើងចុចមកគឺបងប្អូននឹងឃើញតម្រងបែបនេះគ្រប់គ្នាណាអាស្រ័យទៅលើបងប្អូនដែលថាគ្រប់គោលការណ៍ទេអញ្ចឹងពេលដែលបងប្អូនចុចមកដល់កន្លែងមុខនេះហើយបងប្អូននឹងឃើញពាក្យនេះបាទខ្ញុំចាប់អារម្មណ៍បងប្អូនណាបាទខ្ញុំចាប់អារម្មណ៍គឺមានន័យថាយើងសុំស្នើជួនកាលទៅ Facebook វាច្រើនបងប្អូនណាមិនដឹងថាគេមិនដឹងថាយើងចង់រកលុយជាមួយគេអត់អានឹងគឺមានន័យថាគេអត់ទាន់ដឹងអញ្ចឹងហើយគឺយើងត្រូវតែសុំត្រូវតែស្នើសរសេរអក្សរទៅដើម្បីសុំថាយើងពិតជាចង់រកលុយជាមួយបាទក្រុមហ៊ុន Facebook ពិតប្រាកដអញ្ចឹងណាបងប្អូនបាទអញ្ចឹងរកការស្នើបងប្អូនចុចកន្លែងនេះមួយបាទចុចប៉ក់មួយទៅនេះបងប្អូនឃើញអត់នេះវាឃើញកន្លែងនេះណាបាទនេះឃើញកន្លននេះបងប្អូននេះឃើញកន្លននេះគឺគេមានន័យថាឲ្យយើងសរសេរអត្ថន័យបាទសរសេរចំណាប់អារម្មណ៍របស់យើងដែលយើងចង់រកលុយជាមួយ Facebook បាទបងប្អូនសរសេរបាទអញ្ចឹងសម្រាប់បងប្អូនដែលថាមិនទាន់ចេះសរសេរបាទបងប្អូនអាចសរសេរតពីខ្ញុំក៏បានដែរចាំខ្ញុំសរសេរដាក់ឲ្យបងប្អូនមើលវីដេអូរបស់ខ្ញុំរួចហើយបងប្អូនសរសេររួចអីបងប្អូនធ្វើការស្នើទាំងអស់គ្នាណាបងប្អូនណាអញ្ចឹងរកការស្នើគឺខ្ញុំបានសរសេររួចរាល់ហើយចាំខ្ញុំចូលទៅចម្លងគេថា cut log បងប្អូនបាទ copy យកមកតលាក់ដើម្បីធ្វើការស្នើឲ្យបងប្អូនមើលទាំងអស់គ្នាបាទអញ្ចឹងខ្ញុំចុចកន្លែងត្រេះចេញមួយសិនខ្ញុំចូលទៅ Telegram បងប្អូនណាបាទខ្ញុំចូលទៅ Telegram របស់ខ្ញុំហើយខ្ញុំនឹងចូលទៅយកបាទអក្សរដែលខ្ញុំបានសរសេរបងប្អូនណាបាទ Telegram ចុចប៉ក់មួយមកហើយបងប្អូននឹងឃើញអក្សររបស់ខ្ញុំសរសេរនេះកន្លែងនេះខ្ញុំនឹងធ្វើការ cut log ទៅណាបាទចម្លងបងប្អូនណាបាទចម្លងមួយហ្នឹងហើយរួចខ្ញុំចុចចេញវិញខ្ញុំចូលទៅយក Facebook ខ្ញុំដូចដើមបាទបងប្អូននេះដល់កន្លែងនេះហើយអក្សរដែលខ្ញុំសរសេរមិញគឺខ្ញុំចាប់ដើរធ្វើការតម្លាក់កន្លែងនេះបាទនេះតម្លាក់កន្លែងនេះដើម្បីធ្វើការស្នើបងប្អូនណាបាទយើងចុច app មួយមកបាទតម្លាក់ទៅបងប្អូនបាទតម្លាក់មកហើយបងប្អូនអានេះពេលដែលខ្ញុំតម្លាក់ពឹបមកគឺអក្សររបស់យើងគឺមកដល់កន្លែងមុខនេះហើយណាបងប្អូនបាទអញ្ចឹងគឺយើងធ្វើការចុចបាទដាក់បញ្ជូនណាចំណាប់អារម្មណ៍គឺមានន័យថាយើងបញ្ចូលបាទដើម្បីសុំឲ្យ Facebook មានការបាទជួយបើកឲ្យយើងរកលុយផងណាបងប្អូនបាទនេះកន្លែងនេះខាងក្រោមគេបងប្អូនចុចខាងក្រោមគេប៉ក់មួយទៀតមកណាបាទបងប្អូនចុចប៉ក់មួយទៅនេះបងប្អូនណាពេលដែលយើងចុចស្នើរួចហើយគឺវាចេញតម្រងបែបនេះបងប្អូនណាបាទចេញតម្រងបែបនេះណាបាទអញ្ចឹងគឺមានន័យថារួចរាល់បាទបដូរពីអក្សរពណ៌ខៀវវាទៅជាពណ៌ប្រផេះមានន័យថាយើងស្នើរួចហើយណាបងប្អូនណាបាទនេះយើងស្នើរួចហើយបានរួចរាល់ហើយបងប្អូនអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដៃថ្មីទាំងអស់គ្នាបាទបងប្អូនកុំភ្លេចសូមជួយបាទចែករំលែកវីដេអូរបស់ខ្ញុំម្នាក់មួយបាទដើម្បីឲ្យបងប្អូនដៃថ្មីក៏បានឃើញទាំងអស់គ្នាផងដែរបងប្អូនបាទ